គឺយើងធ្វើការដាក់សំទៅយើងជឿនណាភ្លើងមិនចាំឲ្យដល់ខ្លាំងពេកទេគឺសាច់គោគឺងាយឆ្អិនណាងាយឆ្អិនយើងបើកតែភ្លើងរុំណាកុំឲ្យវាខ្លាំងទេតើខ្ញុំដាក់សាច់គោជៀនរួចខ្ញុំក៏ចាប់អាមមកលាយជាមួយនឹងទឹកត្រីជូរអែមបន្តិចណាក្រូចឆ្មាបន្តិចទៅស្ករបន្តិចទៅទឹកត្រីបន្តិចទៅកូរវាចូលគ្នាប្រភេទនេះលឿនអត់ដូចទឹកត្រីកោះកុងប៉ុន្តែរសជាតិនេះយើងអាចហូបជាមួយនឹងបាយសាច់គោពងទារបស់យើងត្រូវគ្នាចាប់មាត់តែម្ដងគឺដាក់វារួចយើងកូរវាឲ្យចូលគ្រឿងឲ្យលាយស្ករទៅគឺរសជាតិឆ្ងាញ់តែម្ដងអញ្ចឹងត្រឡប់មកមើលសាច់របស់យើងវិញឃើញថាវាគ្រឿងហើយយើងធ្វើការប្រើមកខាងទៀតហើយតាមមកផ្លែទៅគឺស្អិនហ្នឹងលឿនហ្នឹងឥឡូវនេះសាច់គោរបស់យើងគឺបានឆ្អិនរួចរាល់ហើយខ្ញុំយកវាមកដាក់នៅលើជ្រុញដើម្បីធ្វើការហាន់ជាចំណិតតូចៗពេលដែលយើងហូបគឺងាយស្រួលក្នុងការហូបបន្ទាប់ពីយើងហាន់រួចយើងដួសវាមកដាក់លើចានយើងបែបនេះមកឃើញថាបាយរបស់យើងគឺទំនងខ្លាំងមែនតើសម្រាប់អាហារពេលព្រឹកមួយព្រឹកនេះគឺបាយសាច់គោពងទាចៀនមើលមកគឺក្លៀនមែនតើហ្នឹងហើយរសជាតិវិញគឺអែមខ្លាំងឆ្ងាញ់ហើយការធ្វើរបស់យើងគឺលឿនងាយស្រួលតែ10-15នាទីគឺយើងបានបាយសាច់គោពងទាដ៏ឈ្ងុយឆ្ងាញ់ចាអរគុណច្រើនពុកម៉ែបងប្អូនបើបានឃើញវីដេអូនេះហើយសូមជួយ Subscribe Channel ម្នាក់មួយផងអរគុណ